Rương niêng lẹ tà Cônในការរក្សាឧបោសថសិលតាំងពីក្មេងដល់រាមដល់ចាស់កាលព្រះសម្មាសម្ពុទ្ធបរមគ្រូគង់ក្នុងវត្តចេតពុនមហាវិហារជាអារាមរបស់អនាថបិណ្ឌកសេដ្ឋីនៃក្រុងសាវត្ថីកាលនោះមានធីតាម្នាក់ឈ្មោះនាងលតាជាគោរបស់សាវត្ថីឧបាសកនាងលតាធីតានោះជាស្ត្រីមានប្រាជ្ញាឆ្លៀសវៃចេះដឹងនៅច្បាប់ព្រះពុទ្ធសាសនាជាច្រើនមេដាបេដាបានរៀបឲ្យមានស្វាមីក្នុងពេលដែលរៀបអពាហ៍ពិពាហ៍មង្គលនោះបាននិមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធានទៅថ្វាយភ័ណ្ឌលុះរៀបមង្គលការហើយក៏បញ្ជូនឲ្យទៅនៅក្នុងសំណាក់មេដាបេដាក្មេកនាងលតាជាស្ត្រីមានមាយាទល្អត្រឹមត្រូវខំប្រណិប័តបម្រើស្វាមីនិងមេដាបេដាក្មេកដោយគោរពតាំងមានចិត្តសក្តីអាណិតអាសូរដល់ទាសកម្មកររបស់នាងតែងចែកចាយសម្ពត់អាវសាស្បែកមហូបចំណីដល់ទាសកម្មករជារឿយវេលាថ្ងៃឧបោសថនាងបានរក្សាឧបោសថសិលជានិច្ចពុំដែលខានឡើយឯមេដាបេដាក្មេកឃើញកូនប្រសាមានចរិយាល្អដូច្នោះក៏មានចិត្តសក្តីស្រឡាញ់ពេញចិត្តជាទីបំផុតព្រោះជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាដូចគ្នាក្នុងកាលជាខាងក្រោយមកនាងលតានោះក៏ធ្វើមរណកាលទៅបានតកើតជាធីតារបស់ស្ដេចវេស្សវណ្ណនាឋានចាតមហារាជការទេវលោកមានឈ្មោះថាលតាដូចជាឈ្មោះក្នុងឋានមនុស្សឯព្រះបាទវេស្សវណ្ណនោះមានព្រះរាជធីតា5ព្រះអង្គគឺនាងលតា1នាងសជា1នាងបវរា1នាងអច្ឆេមុតី1នាងសុភត្រានាងសុត្រា1កាលបើនាងទេពធីតាទាំង5នោះកើតហើយសកទេវរាជក៏នាំយកទៅឋានត្រៃត្រឹងឲ្យធ្វើជាបាទព្រះចារិការបស់ព្រះអង្គតែងឲ្យនាងទាំង5លេងរបាំថ្វាយទាត់រាល់ថ្ងៃមួយធីតាទាំង5បានជជែកគ្នាថាយើងទាំងអស់គ្នានេះអ្នកណារាំច្រៀងព្រោះល្អជាងគេនាងមួយថាខ្លួនក្រំបើនាងមួយទៀតថាខ្លួនក្រំបើជាងជជែកមកដែរស្រែកក៏នាំគ្នាទៅថ្វាយបង្គំព្រះបាទវេស្សវណ្ណជាបិតាហើយទូលសួរថាបើពើព្រះបិតានាងខ្ញុំទាំង5រូបនេះនាងណារាំច្រៀងល្អព្រោះជាងគេព្រះបាទវេស្សវណ្ណបានលើព្រះរាជបត្រីសួរដូច្នោះហើយក៏ប្រាប់ថាមនាលកូនសម្លាញ់ឪពុកបើនាងចង់ដឹងចូលនាំគ្នាទៅរាំច្រៀងក្នុងទីប្រជុំនៃទេវតានៅក្បែរមាត់ស្រះអណោតៈនាព្រៃហេមពៀនឯណោទៅដឹងប្រកាសបានព្រះរាជបត្រីទាំង5អង្គក៏នាំគ្នាទៅរាំច្រៀងក្បែរមាត់ស្រះអណោតៈតាមរាជបញ្ជារបស់បិតាក្នុងពេលនោះទេវតាទាំងឡាយបានដឹងដំណឹងនោះហើយក៏នាំគ្នាឈូឆរទៅប្រជុំនៅព្រៃហេមពៀនច្រើនមេដេដាពេញព្រៃទាំងមូលពេលនោះព្រះរាជបត្រីក៏ឡើងរាំច្រៀងម្ដងម្នាក់ដល់រាមដល់អស់4នាក់នៅសល់តែនាងលតាមួយពុំតាន់ច្រៀងកាលបើធីតាទាំង4នោះច្រៀងចប់ហើយពួកទេវតាទាំងឡាយក៏នៅស្ងាត់ឈឹងអត់ឮសូរសាបសាធុការឡើយបន្ទាប់ពីនោះមកនាងលតាក៏ក្រោកឡើងរាំស្រែកច្រៀងមានសំឡេងពីរោះលឺណែនពេញព្រៃហេមពៀនទាំងមូលលុះរាំច្រៀងចប់ហើយពួកទេវតាទាំងឡាយក៏ស្រែកឲ្យពរសពសាធុការលឺលាន់ក៏ក្រើមញាប់ញ័រព្រៃហេមពៀនលំដាប់នោះនាងសុត្រាជាបុត្រីពោបង្អស់ទើបសួរទៅនាងលតាជាបងថាបងបានធ្វើបុណ្យដូចម្ដេចពីជាតិមុនបានជាមានរូបល្អមានសម្លេងព្រោះមានប្រាជ្ញាច្រើននាងលតាប្រាប់ថាបានជាបងមានរូបល្អមានសម្លេងព្រោះមានប្រាជ្ញាច្រើនដូច្នេះកាលពីជាតិមុនបងបានរក្សាឧបោសថសិលតាំងពីក្មេងដល់រាមដល់ចាស់ពុំដែលឲ្យដាច់ធ្លុះធ្លាយម្ដងណាឡើយ